ថ្ងៃមួយម៉ែឈើយីនត្រូវជាថ្ងៃទី21ខែឧសភាឆ្នាំដែលល្អប្រសើរមានឆ្នាំមមីកុលហើយនឹងថោះនិងអ្នកដែលត្រូវការធាតុឈើហើយនឹងដីក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំឆ្លូវធាតុដីវ័យ18ឆ្នាំនិងឆ្លូវធាតុមាសវ័យ66ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងមានការជួសជុលស្វានដំជាលក្ខណៈទ្រង់ទ្រាយធំមានទិសខាងលិចហើយនឹងត្បូងឈៀងលិចចំពោះទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់បានពេញមួយថ្ងៃមានទិសខាងជើងទី2ហើយសម្រាប់ទិសខាងជើងទី2នេះផងដែរក៏យើងអាចធ្វើការចាប់លាបដោយដាក់ទឹកមានចលនានៅក្នុងទិសហ្នឹងឬក៏យើងមានទឹកអប់យើងអាចបាញ់ឲ្យមានក្លិនក្រអូបកាន់តែល្អប្រសើរម៉ោងដែលយើងអាចធ្វើបានចន្លោះពីម៉ោង3ទៅម៉ោង5រសៀលនិងមួយវេនទៀតម៉ោង7ទៅម៉ោង9យប់សម្រាប់ថ្ងៃនេះផ្ទាល់យើងឃើញថាមានធម៌ពលល្អប្រសើរចំពោះការសមាធិអធិដ្ឋានការធ្វើសមាធិតាមបែបឈីមិនតុនជាឬក៏ការធ្វើកិច្ចតាមបែបសាសនាកាន់តែល្អប្រសើរជូនពរសំណាងល្អក្នុងថ្ងៃនេះផ្ទាល់